viêm bút bút ថ្ងៃនេះផងដែរខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកទស្សនាសកម្មភាពដែលខ្ញុំបាទបានធ្វើដំណើរឆ្ពោះទៅផ្ទះនៅខ្មែរក្រមដោយការធ្វើដំណើរពោពេញទៅដោយការរោគរ៉ាក្នុងការធ្វើដំណើរឆ្ពោះទៅផ្ទះមានចម្ងាយ300គីឡូដីហើយក៏មានជាច្រើនសកម្មភាពដូចជាបាននាំមិត្តភ័ក្តិទៅរកចាប់ពស់ដេកនៅខ្ទមស្រែតាមវាលស្រែហើយក៏បានពស់ជាច្រើនហើយពិសេសនៅក្នុងវីដេអូនេះខ្ញុំក៏ចង់បង្ហាញទៅដល់ពុកម៉ែបងប្អូនបានឃើញពីការរស់នៅនឹងមុខរបរស្រែចម្ការការងាររបស់បងប្អូនខ្មែរក្រមឲ្យបានច្រើនបាទហើយឥឡូវមិនឲ្យខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមខ្ញុំមកទស្សនាសកម្មភាពវីដេអូពេញទាំងអស់គ្នាបាទគោរពជំរាបសួរហើយក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះរៀបចំចេញដំណើរទៅផ្ទះខ្ញុំក៏យកម៉ូតូខ្ញុំមកស៊ូចេញមកក្រៅបាទព្រោះអីទុកវាជាងមួយខែហើយមិនដឹងថាធាក់ឆេះមិនឆេះទេហើយមុននឹងចេញដំណើរខ្ញុំក៏បានត្រៀមទឹកឃ្មុំជាមួយនឹងថ្នាំខ្មែរដូចជាថ្នាំអីគេហៅថាធ្លាក់សរៈសគេនោះហើយជាមួយនឹងថ្នាំរើសដូងបាទព្រោះពីមុនខ្ញុំធ្លាប់កំងនៅខាងកំពង់ឆ្នាំងខ្ញុំផឹកត្រូវថ្នាំគាត់ប្រកែល្អអញ្ចឹងហើយបងប្អូននៅភូមិគាត់ត្រូវការខ្ញុំក៏កំងយកទៅឲ្យគាត់ហើយនេះត្បូងបងប្អូនបាទខ្ញុំឆ្នៃបានមួយចំនួននឹងក្នុងរយៈពេលប្រហែលខែនឹងហើយយកមកយើងដាក់ឡើងជីងថ្លឹងឲ្យដឹងជាក្រាតយកទៅស្រុកលក់ចែកចាយបងប្អូនគាត់បានប្រើប្រាស់អញ្ចឹងហើយចំពោះបងប្អូនណាបើត្រូវការអាចឆាតមកខ្ញុំតាមរយៈ page ឬក៏លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្រោម comment បានក្រោយពេលបានរៀបចំឲ្យបានរួចរាល់ហើយក៏ធ្វើដំណើរចេញទៅម៉ូតូខ្ញុំមានណានៅស្ទុះហក់បានល្អដែរតើបងប្អូនប៉ុន្តែគ្រាន់តែថាចេញទៅបានប្រហែលជាប្រហែល100ម៉ែត្រមកដល់កន្លែងផុកបាទជប់ទាំងកង់មុខជប់ទាំងកង់ក្រោយអស់ពីកន្លែងផុកជប់មកដល់កន្លែងអូទឹកវាច្រោះដីទៀតវេទនាតែម្ដងឡើងមកដល់ចការស្រូវគេនេះលុតមួយសាទៀតដល់ពេលមកដល់អាកន្លែងផុកនេះមានណាបងប្អូនដៃកាន់ទូរស័ព្ទថតវាលាក់ប៊ីសតែនឹងធ្លាក់ទូរស័ព្ទទៅបែកខ្ញុំទៅបែកទូរស័ព្ទនឹងចប់ហើយគ្មានអីថតវីដេអូទៀតទេមានតែមួយគ្រឿងនឹងឯងបងប្អូនបាទដល់អញ្ចឹងទៅអត់សូវហ៊ានជិះម៉ូតូថតទេកន្លែងណាដោយថាពិបាកល្មមអញ្ចឹងបានហ៊ានកាន់ទូរស័ព្ទថតទៀតតែច្រឡំទៅថាធ្លាក់បែកចប់បដ ដោយខ្ញុំលែងមានអីថតឲ្យបងប្អូនបានទស្សនាទៀតហើយនិយាយពីផ្លូវទៅផ្ទះថ្ងៃហ្នឹងបងប្អូនឲ្យកំពូលវេទនាតែម្ដងគ្រាន់តែថាកន្លែងណាផ្លូវពិបាកខ្លាំងយ៉ាងខ្ញុំមិនអាចថតបានផុកអាកន្លែងខ្លះត្រឹមជង្គង់ក៏មានអាខ្លះទៅក៏ចង់ទើសកាងម៉ូតូក៏មានហើយផុកអញ្ចឹងអានេះកន្លែងតិចមែនតើបងប្អូនបាទដូច10%នៃការពិបាកទេចេញមកដល់ផ្លូវល្អមិនតាន់បានប្រមាណផងមកដល់មុខចាប់ផ្ដើមមានបញ្ហារោគរ៉ាក់ទៀតហើយមានណាវិគៀបអាចវ៉ាក់ទៅនឹងអាប្រឡងមញងនោះទាញយ៉ាងម៉េចក៏មិនចេញឲ្យសំណាងល្អដែរចិត្តនឹងមានផ្ទះបងជាងនោះពីមុនខ្ញុំធ្លាប់អាសាទៅជួសជុលម៉ូតូនៅកន្លែងគាត់តែឥឡូវគាត់ឈប់ហើយក៏សូមអរគុណមែនតើសម្រាប់ទឹកចិត្តគាត់ឲ្យខ្ចីសោបានខ្ញុំដោះបានហើយគ្រាន់តែចេញមកបន្តទៀតឃើញអានតនូខ្ញុំឃើញអត់សូវស្រួលហើយមានណាបងប្អូនដោយការគិតខ្ញុំម៉ែនគ្រាន់តែជិះមកបានមួយផ្លែតមេឃភ្លៀងដល់ភ្លៀងរាំងទៅយើងជិះចេញទៅភ្លៀងទៀតទឹកទៀតបងប្អូនហើយនេះបងខ្ញុំថាកំពូលរោគរ៉ាក់មែនតើហើយតម្រាំតែបានចេញទៅដល់កន្លែងសាឡាងឆ្លងទលេនោះមានណាទៅមកកន្លែងអត់មានមកកន្លែងទៀតនេះសំណាងដែលគេនៅមួយជើងទៀតកុំទៅថាមកតន់សាឡាងនៅអាស័យចានឹងបានចេញអាជើងចុងក្រោយនឹងកុំអីខ្ញុំមិនដឹងថាសុំដេកផ្ទះអ្នកណាអ្នកណីទេនៅភូមិនឹងបងប្អូនបាទហើយបានឡើងសាឡាងចេញមកម៉ូតូមានតែប្រហែលគ្រឿងនឹងគ្រាន់តែថាជើងចុងក្រោយទៅបានគេជូនយើងឆ្លងបានរួចរាល់ទៅហើយគ្រាន់តែធ្វើដំណើរពីសាឡាងនឹងចេញមកបានប្រហែលគីឡូដីមកដល់ទីរួមខេត្តបងប្អូនហើយចង្វាក់ម៉ូតូនិយាយពីថាលបូតចិត្ត10ដងខ្ញុំជិះយឺតមែនតើហើយឥឡូវក៏បានចេញមកដល់ផ្ទះប៉ាម៉ាក់ធរខ្ញុំនៅខាងស្ទឹងស្វាយខេត្តក្រចេះព្រឹកពហិមកក៏យកម៉ូតូមករកឲ្យជួសជុលគេផ្លាស់មញងមកកន្លែងគេបិទ2កន្លែងគេបិទចង់10កន្លែងបងប្អូនបាទសំណាងដែរដល់ពេលមកដល់កន្លែងហាងបងប្រុសនេះបាទមកពីអ្នកបងប្អូនយកម៉ូតូមកឲ្យគេផ្លាស់ប្ដូរមញងឲ្យហើយបើមិនចឹងទេនឹងជិះទៅវិញមុខតែ3ថ្ងៃបណ្ដល់ផ្ទះបងប្អូនបាទនិយាយលេងទេបងប្អូនបាទហើយផ្ទះពុកធរម៉ាក់ធរខ្ញុំកំពុងតែវាយក្តារអញ្ចឹងផ្ទះខ្ញុំក៏មិនបាននៅជួយគាត់ដែរហើយក៏ធ្វើដំណើរចេញឆ្ពោះទៅផ្ទះវិញមកតាមផ្លូវទៅក៏ឆ្លៀតចូលទិញមានប្រេងកាឡាមានប្រហុកមានកាឡានៃខ្លះទៅយកទៅផ្ញើអ្នកផ្ទះនៅនោះហើយបងអ្នកលក់ឥឡូវស្គមដល់ហើយបងប្អូនបាទឥឡូវក៏បានជិះមកដល់ផ្លូវបំបែកចូលទៅផ្ទះខ្ញុំហើយស្ងាត់ឲ្យឈឹងអ្នកភូមិខ្ញុំមិនដឹងថាគេនៅចាំខ្ញុំឬក៏ភ្លេចខ្ញុំបាត់ទៅហើយទេបងប្អូនបាទព្រោះអីយូរហើយដែរមិនដែលទៅផ្ទះបើជាកន្លះឆ្នាំហើយគ្រាន់តែម៉ែខ្ញុំដំបងមើលមិនចង់ស្គាល់ខ្ញុំផងបាទដល់ពេលគាត់ស្គាល់ម៉ូតូតើហើយខ្ញុំទៅផ្ទះនេះខ្ញុំអត់មានប្រាប់ម៉ែខ្ញុំមុនទេហើយខ្ញុំនេះត្រឡប់ខូចម៉ែនបងប្អូនបាទមកផ្ទះអត់មានឲ្យម៉ែដឹងមុនទេប្រេងកុំឲ្យគាត់ដឹងហើយក្មួយខ្ញុំនោះវាមានស្គាល់ខ្ញុំណាមានបងប្អូនបាទហើយសំបីតែឆ្កែវាព្រុសខ្ញុំនិយាយវាថាព្រុសផងរត់ផងមានណាបើខ្ញុំទៅតាំងពីវានៅប៉ុនកពួនដៃម្លេះហើយងាកមកមើលក្មួយស្រីខ្ញុំវិញបាទខ្លាចមែនតែហ៊ានមកយកកលានពីដៃខ្ញុំហេតុតែចង់ហូបកលានបងប្អូនបាទប៉ុនមុខខ្ញុំចេះក្មួយវាខ្លាចនឹងក៏សមដែរបងប្អូនហើយប៉ុន្តែមេចោលចេះហើយមកជើងនេះគ្មានអីទេបងប្អូនបាទមានប្រេងកលានិងកលានតិចតួចទៅជូនដល់ចាស់ចិត្តផ្ទះហើយអ្នកឈឺទៅគាត់ក៏មកយកថ្នាំនៅផ្ទះអញ្ចឹងទៅរៀបចំបែងចែកថ្នាំឲ្យគាត់ហើយក៏ដើរលេងតាមភូមិមួយផ្លែត
một cái nào tôi cũng đi trổ chăm ban lôi ban vô pôn ở cái tàu đòn nàng này này ô thật đâu biết phình rồi để thằng nào cái tàu đây hả họ lâu mà cái lô màn thôi ở đây anh lụa ông gái lụa rồi thì mọt xong chưa thì ngấp ở kia បាទហើយក៏ដូចជាពុកម៉ែបងប្អូនបានលឺឲ្យបាទដោយថាអ្នកភូមិខ្ញុំគាត់យូរពេកមិនដែលឃើញខ្ញុំដល់ពេលគាត់ឃើញមិនគាត់ថាអញ្ចឹងសម្បីតែខ្ញុំក៏ឃើញថាខ្លួនឯងអញ្ចឹងដែរបងប្អូនបាទអញ្ចឹងខ្ញុំគាត់មានខឹងឲ្យគាត់ដែរហើយងាកមកមើលការងារប្រចាំថ្ងៃអ្នកភូមិខ្ញុំអ្នកខ្លះទៅគាត់ក៏ទៅរកជ័រដីហើយអ្នកខ្លះទៅគាត់ក៏ទៅរកអស់លក់ហើយចំពោះពីមុនភូមិខ្ញុំអាសាដើររកអូខេដេបងប្អូនបាទហើយអ្នកមានស្រែចកាគេក៏ធ្វើស្រែចកាទៅហើយក្នុងភូមិបើមានបុណ្យសពអីអញ្ចឹងក៏មានមីងក៏ដើររៃអង្គអញ្ចឹងទៅដើម្បីជួយគ្នាហើយអូនពីរអ្នកឡើងខ្ជូតបងប្អូនហើយកូនភ្លោះដូចគ្នាមែនតើតែម្ដងហើយនិយាយពីថាអ្នកភូមិខ្ញុំបងប្អូនហើយនេះអីគាត់ផ្ទះចិត្តផ្ទះខ្ញុំគាត់ថាបាត់ទៅណាយូរម្លេះដែលឃើញអីក៏មុខឯងចាស់ម្លេះហើយយរួមនេះបងប្អូនបាទមុខខ្ញុំចឹងគាត់ថាចាស់ក៏ត្រូវដែរបាទខ្ញុំខ្លាចខ្លួនឯងដែរដូចថាបាទបងប្អូនហើយនៅអីទៀតដល់ថ្នាក់មីងក៏ដកសក់ស្កើឲ្យហើយអញ្ចឹងខ្ញុំក៏មិនប្រអងយូរក៏ធាក់ម៉ូតូប្រែនទៅឲ្យជាងគាត់បាទឈូសឆាយសក់ខ្ញុំវិញបាទដូចព្រៃមែនតើបងប្អូនហើយខ្ញុំគ្រាន់តែកាត់តិចទេឲ្យឃើញតិចអីបានហើយមកដល់ផ្ទះវិញទៅរកនាំមិត្តភ័ក្តិទៅរកចាប់ពស់អាមិត្តភ័ក្តិនេះគេចង់សម្ដែងកម្លាំងបាទគេលើកអាស៊ូខ្ញុំមែនណាឡើងជូមុខហើយបានតែលើកម៉ូតូប្រអួតកម្លាំងមែនណានាំទៅចាប់ពស់អត់ហ៊ានខ្ញុំក៏នាំមកមិត្តភ័ក្តិខ្ញុំបាទដៃគូធ្លាប់ដើរជាមួយគ្នាពីមុនដល់រកចាប់ពស់ច្រើនបងប្អូនបាទហើយយើងចាក់សាំងចាក់អីឲ្យហើយព្រោះឲ្យដើរយ៉ាងពួកខ្ញុំទៅជិះម៉ូតូពីមួយកន្លែងទៅមួយកន្លែងវាអស់សាំងច្រើនដែរហើយចេញមកដល់វាស្រែយើងចតុលម៉ូតូទុកឲ្យហើយប្រដាប់ប្រដាសម្ភារៈខ្ញុំដឹកតាមទៅមកបងប្អូនបាទចាប់បានពស់សិនបានយើងបោះតង់ហើយគ្រាន់តែមកដល់នេះបងប្អូនហើយមិនដឹងថាពស់អីទេតាមតែមើលរូបរាងហ្នឹងតំណងមានពឹសបងប្អូនបាទខ្ញុំគាត់ស្គាល់ច្បាស់ដែរហើយដើរមកដល់មុខក៏ជួបអាដើមដបងយៈនេះបងប្អូនហើយផ្លិចយកបាយមកតាមហេវបាយហើយមានណាបេះផ្លែដបងយៈហូបហើយផ្លែដបងយៈនេះយើងអាចហូបបានបងប្អូនបាទរសជាតិរបស់វាស្តៀងជាមួយនឹងអាផ្លែសកានេះបើដើមវាអាខ្ចីយើងក៏អាចឆាជាមួយនឹងសាច់ពោះបានដែរបងប្អូនបាទនេះបងប្អូនដល់មកដល់មុខជួបកែបមួយបាទនឹកថាបានហើយមានណាដាក់ទៅវ៉ាប់ប្រូចលោតបាត់បងប្អូនអំបិលហើយដល់ពេលដើរមកដល់មុខបងប្អូនហើយជួបតែខ្យងអាខ្យងនេះពីមុនខ្ញុំដាំអូកាដេវាស៊ីលឹកអូកាដេសាហាវណាស់ប៉ុន្តែខ្យងនេះយើងអាចហូបបានបងប្អូនបាទវាត្រូវនឹងជាថ្នាំសួតបងប្អូនហើយបន្តចេញមកដល់មុខទៀតមានណាបងប្អូនហើយជួបពីអ្នកប្តីប្រពន្ធដើរឆក់ត្រីតាមផ្លូវអញ្ចឹងសោះបានផ្អើលកែផ្អើលពោះខ្ញុំអស់លេងប៉ុន្តែមកដល់មុខក៏មិនខកចិត្តដែរបងប្អូនបានជួបមួយធំត្រឹសដែរបងប្អូនហើយក៏សូមណែនាំសាប៊ូក្លិនកាន់ទៅដល់ពុកម៉ែបងប្អូនកំពុងតែមើលសាប៊ូក្លិនសម្រាប់សក់អង្កែបរោះជួយថែរក្សាសុខភាពសក់និងស្បែកក្បាលអាចកម្ចាត់អង្កែយ៉ាងមានប្រសិទ្ធភាពធ្វើសក់ស្រស់ស្អាតនិងរឹងមាំផ្ដល់ភាពត្រជាក់ពីសារធាតុម៉ង់តុលដើម្បីកាត់បន្ថយការរលាកស្បែកក្បាលនិងស្រស់ស្រាយហើយក៏បានផលិតពីស្នាដៃគុនខ្មែរផងដែរចំពោះខ្ញុំជាមួយនឹងក្រុមការងារអាសាដើរព្រៃលមាស់ក្បាលកាត់អង្កែដល់ពេលប្រើទៅឃើញថាមានប្រសិទ្ធភាពល្អមែនតើបងប្អូនបាទអញ្ចឹងហើយខ្ញុំបាទប្រើផ្ទាល់ហើយឃើញថាល្អបានខ្ញុំណែនាំទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រស្នាដៃគុនខ្មែរយើងឲ្យបានច្រើនឡើងផងបាទហើយឥឡូវយើងងាកមកខាងសកម្មភាពយើងវិញបងប្អូនបាទអាមិត្តភ័ក្ដិខ្ញុំនេះទឹកដៃល្អមែនតើបងប្អូនហើយទូចតែខ្លួនទេប៉ុន្តែអូប៉ុណ្ណាខាងដើរឆ្លោះកែបឆ្លោះពោះអីនេះដើររោត្រីរោមហុំនិយាយរួមទៅលេខ1តែម្ដងបងប្អូនបាទប៉ិនមែនតើតែម្ដងហើយវាក៏អត់ខ្លាចពោះដូចខ្ញុំអញ្ចឹងដែរបងប្អូនបាទប៉ិនគ្រាន់តែថាយើងអត់ខ្លាចតតែថាយើងស្គាល់ពោះនឹងដែរថាវាអត់មានពឹសបានយើងហ៊ានចាប់ហើយដល់ពេលដើរមកដល់មុខជួបអាពោះឡាបកែបឡើងប្រប៉ុនមេជើងកកោកក្ដីបងប្អូនហើយច្រើនមែនតើហើយអស់ពីបានពោះទៅក៏បានម្ដងនេះបាទកែបលែងរួយបងប្អូនវ៉ាប់អត់ឲ្យរួចតែម្ដងហើយចំពោះការបញ្ចូលសលេងថ្ងៃនេះបងប្អូនបាទជាស្រ័យខ្ញុំបាទផងបាទរៀងស្អកកគ្រុនផ្ដាសាយក្អកឡើងមកទឹកជាងហិនតនជាហើយដល់ពេលដើរមកដល់មុខនេះបងប្អូនហើយមកដល់កន្លែងផ្ទះគេបោះបង់ចោលពីមុនធ្លាប់មានខ្មោចចង្កនៅនឹងបងប្អូនបាទអញ្ចឹងបានចេះតែព្រឺក្បាលដើរបែកគ្នាឆ្ងាយផងប៉ុន្តែខ្មោចទៅខ្ញុំខ្វល់ទេបើខ្ញុំមករោចាប់ពោះនឹងខ្ញុំមិនមែនមកចាប់ខ្មោចទេណាហើយនេះបងប្អូនហើយវាដើរឃ្លាតពីខ្ញុំឆ្ងាយអីបើសងំមកឯនេះសោះឃើញពោះយីរួមទៅទឹកដៃល្អមែនតើបងប្អូនបាទចាប់មិនងាយរួចអញ្ចឹងតែម្ដងហើយបើប្រប៉ិនកូនដៃក៏ឃើញប្រប៉ិនចកឹះក៏វាឆ្លោះឃើញដែរមិនងាយរួចទេដើរមកដល់មុខជួបទៀតបងប្អូនបាទមកដល់មុខនេះអាក្បាលទី3ប្រហែលជាប្រប៉ិនមេដៃធំជាងមេដៃទេមួយបឹបdạ cầm chôn lá mực đâyពីខំជាង ពីខំជាទៅពីខំកន្លះ
ទូជាមុត បន្ទាប់ពីចាប់ក្បាលទី3មាញ់ហ្នឹងក៏មកជួបមួយទៀតឲ្យបងប្អូនបាទចូលក្បាលទី4ប៉ុន្តែនេះរឹងក្បាលណាបងប្អូនហើយរួនវាអត់ព្រមចុះដាច់ខាត់វានៅតែក្វាមកវាមនៅលើហ្នឹងបងប្អូនបាទហើយអ្នកឡើងចាប់នេះមិនដឹងថាអ្នកចាប់កម្លាំងស្ទើរឬក៏ពុះនឹងវាកម្លាំងខ្លាំងខ្ញុំក៏មិនដឹងដែរគាត់ចាប់ឡើងមកយូរទាញអត់ចង់ចេញអត់ចង់ល្បេះសោះបងប្អូនបាទដល់ពេលលែងដៃបន្តិចមានណាពុះវាហក់មកក្រោមប៉ុន្តែហក់មកក្រោមវាក៏សយដែរបើនៅខ្ញុំពីក្រោមនេះរួចទៅណាបានបងប្អូនបាទប្រហែលជា2ខាំជាងហ្នឹងលូនចុះទឹកខ្ញុំមានណាចាប់ខ្វាច់យកមកគៀបនៅខាងក្រោយបានបាត់បងប្អូនបាទនិយាយរួមទៅមិនដឹងធ្វើម៉េចទេពុកម៉ែបងប្អូនបាទគ្រប់យ៉ាងក៏ព្រោះតែយើងឃ្លានចង់ហូបបានតែចាប់វាហើយវាក៏ជាចំណីរបស់មនុស្សលោកអញ្ចឹងហើយក៏មានតែចាប់ឲ្យសុំអាហោលសកម្មអញ្ចឹងឯងហើយអាពុះណាដែលរៀងទូចចេះបាទយើងចាប់មកមើលចេះមែនមិនគ្រាន់តែថាឃើញវារៀងទូចយើងក៏លែងចោលវាវិញដែរបងប្អូនបាទទុកឲ្យវាធំធាត់បើថាណារៀងត្រឹសបន្តិចបានយើងចាប់ហើយនិយាយរួមទៅខាងខ្ញុំហ្នឹងក៏សបោពុះដែរបងប្អូនបាទប៉ុន្តែគ្រាន់តែថាវាអត់សូវមានធំដូចដែលកន្លែងដែលខ្ញុំទៅឆ្លោះជាមួយនឹងវងជាមួយនឹងក្តីអញ្ចឹងអត់សូវមានធំអញ្ចឹងហើយនេះបងប្អូនបាទប្រភេទផ្លែឈើនេះបងប្អូនដឹងឈ្មោះវាហៅថាឈ្មោះអីដែរបងប្អូនបាទនៅខាងខ្ញុំសបោមែនតើបងប្អូនបាទវាដុះតាមមាត់ទឹកអ្នកណាចង់បេះចង់ហូបក៏បានដែរហើយផ្លែវាដល់ពេលទុំទៅហ្នឹងសបកវាពណ៌លឿងហើយសាច់វាពណ៌សស្រដៀងនឹងសាច់ផ្លែទៀបអញ្ចឹងហើយគេដាក់ស្ករទឹកកកទៅដោះគោទៅហូបឆ្ងាញ់បងប្អូនបាទហើយចេះតែនាំគ្នាដើរលើរៀងយប់ជ្រៅហើយដែរបងប្អូនបាទឃើញខ្ទមនឹងក៏តំណងដែរក៏សម្រេចថាសម្រាកនៅនឹងហើយពោះរបស់យើងទាំងអស់ហ្នឹងវាបាន4ក្បាលបងប្អូនបាទ4ក្បាលអាយ៉ាអូលវាម4ក្បាលយ៉ាលវាមហាមុំអាឡៃទៅនាំគ្នាកាន់ពុះថតមើលនៅនឹងមានណាបងប្អូនឲ្យម៉ោង7បាត់ហើយនេះបងប្អូនបាទប្រដាប់ប្រដាសម្ភារៈនេះថ្មីទាំងអស់ទើបនឹងចែកពីប្រូវិញភក្តីហើយក៏ជាលើកទី1ដែរដែលយកវាមកប្រើប្រាស់បងប្អូនបាទហើយនិយាយរួមទៅជើងនឹងស្រួលមួយយ៉ាងដែរបងប្អូនបាទយើងមានខ្ទមស្រែអញ្ចឹងគ្រាន់តែរៀបនេះទៅរួចជាការស្រេចហើយកន្លែងធ្វើពុះនឹងក៏ស្រួលទៀតទឹកគៀកនឹងខ្ទមតែម្ដងបងប្អូនបាទហើយរឿងខ្វះមួយយ៉ាងនោះគឺខ្វះយកអង្គយកបាយតាមផ្លិចអស់ហើយលីងបងប្អូនហើយយកទៅឆ្នាំងឲ្យទៅធ្វើអីកើតឆ្នាំងទឹកអញ្ចឹងមានតែយកពុះនឹងទៅចំអិនបានតែហូបសាច់ពុះនឹងបាទហើយមានបាយមកពីណាបើថាចិត្តទៅគ្រាន់ជិះទៅផ្ទះយកអង្គនេះមានណាបងប្អូនមានចម្ងាយប្រហែលជាជាង10គីឡូដីដែរដល់អញ្ចឹងទៅក៏សម្រេចថនំគ្នាចំអិនពុះនឹងហូបតែពុះជាមួយនឹងទឹកក្តៅទៅអស់ចាមែនពួកខ្ញុំអាគ្រឿងបើថ្លើមនេះចេះនឹកឃើញដល់ពេលអង្គបាយមកផ្លិចអស់ហើយលីងបងប្អូនហើយធ្វើម៉េចទេក៏តាមតាណាទៅដល់អញ្ចឹងហើយខ្ញុំនេះបងប្អូនហើយមិនសូវជាជំនាញទៅធ្វើម្ហូបបានតែហាន់បានតែឲ្យមិត្តភ័ក្ដិខ្ញុំធ្វើទេហើយទៅយកអាខ្ទះនេះមកវាលើសខ្នាតមានណាតទៅយកដៃមួយទប់បានកើតបងប្អូនបាទខ្ទះយើងវាធំពេកអញ្ចឹងម្នាក់ធ្វើម្នាក់ទប់ខ្ទះហ្នឹងហើយម្នាក់ថតអញ្ចឹងទៅអូយ៉ាប់តែមែនតែម្ដងបងប្អូនហើយអាគ្រឿងក្រៅយើងនេះដាក់ខ្ចប់នឹងกระดาษយកមកពីផ្ទះនិយាយថាពីការប្រើប្រាស់បងប្អូនហើយខ្ញុំមិនដែលប្រើរបស់ទំនើបដល់អញ្ចឹងទៅមានណាប៊ីសនឹងឆេះដៃឲ្យឆ្នាំងខះនឹងយើងត្រូវបិទមិនបិទទៅជាបើកវិញបាទហើយលើមុខម្ហូបយើងពោះឆាល្មៀនលក្រីក៏បានឆ្អិនហើយបងប្អូនបាទយើងមានលឹកជីអីតិចតួចប៉ុណ្នេះមកវាគ្រប់គ្រឿងបានហើយបាទហើយក៏សូមអញ្ជើញពុកម៉ែបងប្អូនហូបជាមួយពួកខ្ញុំទាំងអស់គ្នាបាទយ៉ាងលឿងពីទៅខាងឆ្ងាញ់គិតទៅក៏រៀងយូរដែរបងប្អូនបាទទើបនឹងមានឱកាសបានមកលេងផ្ទះប្រហែលជាជិត1ឆ្នាំហើយមិត្តភ័ក្ដិខ្ញុំវាចេះតែសួរថាបាត់មុខយូរហើយយកប្រពន្ធនៅក្នុងហើយក៏អីហើយខ្ញុំនឹងក៏តបវិញបងប្អូនបាទថាជិតយកឲ្យតើប្រហែលជា4-10ឆ្នាំឯទៀតហ្នឹងចេះតែនាំគ្នាអង្គុយប្រាច់ហោហែទៅប៉ែឡតមែនណាបងប្អូនដល់ពេលមើលម៉ោងទៅម៉ោងឡើង4:35នាទីបាទហើយបាននាំគ្នាទៅដេកហើយដល់ពេលកាត់មកដល់ពេលព្រឹកទៅក៏ជួបពូអ្នកស្រុកអ្នកភូមិគាត់មកបាញ់ថ្នាំដូចថាថែស្រូវកុំឲ្យវាខូចគ្រាប់កុំឲ្យមានតកៅហើយភាគច្រើនអ្នកស្រុកអ្នកភូមិខ្ញុំពួកគាត់អាសាជ្រើសពូជស្រូវ3ខែបងប្អូនបាទអញ្ចឹងក្នុងមួយឆ្នាំយើងអាចប្រមូលផលរហូតដល់3ដងវាមានប្រព័ន្ធទឹកអញ្ចឹងខែណាក៏មានទឹកយើងអាចធ្វើស្រែបានដែរបងប្អូនបាទហើយពេលវេលាក៏រៀងថ្ងៃដែរខ្ញុំក៏មិនប្រអងយូរនាំគ្នារៀបចំអីវ៉ាន់ទៅផ្ទះវិញបាទហើយចំពោះសកម្មភាពវីដេអូខ្ញុំបាទថ្ងៃនេះក៏អត់មានអ្វីច្រើនដែរពុកម៉ែបងប្អូនបាទក៏ឈានមកដល់ទីបញ្ចប់ដែរហើយក៏សូមអរគុណកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមកតាមដាននិងទស្សនាវីដេអូខ្ញុំបាទបាយបាយពុកម៉ែបងប្អូនជួបគ្នានៅសកម្មភាពវីដេអូក្រោយទាំងអស់គ្នាបាទ